គង់រហូតមកទល់សពថ្ងៃនេះព្រះអង្គមានបច្ចុប្បន្នប្រមាណថ្ងៃនេះយើងជាពុទ្ធបរិស័ទទាំងបព្វជិតទាំងក្រហមបរិស័ទទាំង4ពួកភិក្ខុភិក្ខុនីឧបាសកឧបាសិកាទាំងស្រីប្រុសក្មេងចាស់គ្រប់ស្រទាប់វណ្ណៈយើងបានជួបជុំគ្នាដើម្បីប្រារព្ធនៅពិធីបុណ្យវិសាខបូជាទៅតាមទំនៀមទម្លាប់ប្រពៃណីអ្នកកាន់ព្រះពុទ្ធសាសនាពិធីបុណ្យវិសាខបូជាគឺប្រារព្ធទូទាំងសកលលោកទាំងពុទ្ធសាសនានិកាយថេរវាទទាំងពុទ្ធសាសនានិកាយមហាយានពីព្រោះព្រះពុទ្ធសាសនាក្រោយពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គរំលត់ខន្ធបរិនិព្វានទៅបែកចេញទៅជា2និកាយ2និកាយធំគឺនិកាយថេរវាទហើយនិងនិកាយមហាយាននិកាយថេរវាទដូចនៅស្រុកខ្មែរយើងនៅប្រទេសឡាវប្រទេសថៃប្រទេសភូមាប្រទេសស្រីលង្កាគឺយើងប្រតិបត្តិទៅតាមគម្ពីរបត្រៃបិដកទៅតាមវងប្រពៃណីរបស់ព្រះសម្មាសម្ពុទ្ធប្រតិបត្តិទៅតាមធម៌វិន័យដែលមានចែងនៅក្នុងគម្ពីរបត្រៃបិដកអត់មានកែតម្រូវអត់មានកែប្រែដូចជានិកាយមហាយានទេហើយព្រះសង្ឃយើងដែលបួសបន្តវងប្រពៃណីតាមគំរូនឹងតាំងពីបញ្ចវគិភិក្ខុទាំង5អង្គដែលព្រះពុទ្ធព្រះអង្គបានពំពោះជាលើកដំបូងនៅព្រៃអេសិបតនៈមគ្គទាយវ័នក្បែរទីក្រុងពារាណសីគឺតម្រង់នឹងម៉ូដែលនឹងញាតិញោមកោសក់ស្លៀកស្បង់ក្រងចីវរប្រតិបត្តិសិក្ខាបទ227នៅក្នុងភិក្ខុបាតិមោក្ខសិលទាំង4គឺចតុបបារិសុទ្ធិសិលអត់មានការកែប្រែទេចំណែកនិកាយមួយទៀតនិកាយថ្មីនិកាយមហាយានគឺមានការកែប្រែធម៌វិន័យខ្លះមានការកែប្រែដោយអន្លើប៉ុន្តែទោះបីជាពុទ្ធសាសនាមានការបែកចេញទៅជា2និកាយធំក៏ពិតមែនប៉ុន្តែទិសដៅរបស់អ្នកកាន់ពុទ្ធសាសនាគឺមានតែមួយដូចគ្នាគឺព្រហ្មវិហារធម៌ទាំង4មេត្តាករុណាមុទិតានិងឧបេក្ខាប្រកាន់នៅគោលការណ៍អហិង្សាមិនសម្លាប់សត្វមិនលួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃមិនប្រព្រឹត្តខុសនៅក្នុងផ្លូវកាមមិននិយាយភូតភរកុហកបោកប្រាស់អ្នកដទៃមិនផឹកទឹកស្រវឹងហើយទិសដៅចុងក្រោយរបស់អ្នកកាន់ពុទ្ធសាសនាគឺមគ្គផលព្រះនិព្វានដូចគ្នាប្រតិបត្តិដើម្បីរើរលាស់ខ្លួនចេញឲ្យផុតអំពីសេចក្តីទុក្ខនៅក្នុងវាលវដ្តសង្សារនេះធ្វើចិត្តឲ្យបានបរិសុទ្ធផុតចាកពីកិលេសលោភៈទោសៈមោហៈដូចគ្នាគ្រាន់តែផ្សេងទៅដោយទម្រង់និកាយទេប៉ុន្តែទិសដៅនៃការគោរពប្រតិបត្តិគឺដូចគ្នាថ្ងៃនេះយើងបានមកជួបជុំគ្នាប្រកបទៅដោយទឹកចិត្តសោមនស្សរីករាយជ្រះថ្លាជាពុនពេកដោយរលឹកនឹកទៅដល់ថ្ងៃកំណើតរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូរបស់យើងដែលព្រះអង្គប្រសូតនៅក្នុងថ្ងៃនេះឯងកាលពីជាង2500ឆ្នាំមុននៅសួនលំពិនីព្រំប្រទល់ដែននគរកបិលភ័ស្ត្រសពថ្ងៃនគរកបិលភ័ស្ត្រស្ថិតនៅក្នុងទឹកដីប្រទេសនេប៉ាល់ជាប់ព្រំប្រទល់ដែនរវាងប្រទេសឥណ្ឌាហើយនិងប្រទេសនេប៉ាល់ព្រះបរមពោធិសត្វព្រះអង្គបានប្រសូតនៅក្នុងថ្ងៃនេះគឺថ្ងៃ15កើតពេញបូរមីខែពិសាខក្នុងឆ្នាំចមុនគ្រិស្តសករាជ623ឆ្នាំយើងប្រារព្ធពិធីបុណ្យវិសាខបូជាគឺដើម្បីរំលឹកទៅដល់ថ្ងៃធំដែលមានអត្ថន័យជាប្រវត្តិសាស្ត្រនៅក្នុងជីវិតរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូគឺថ្ងៃដែលព្រះអង្គប្រសូតចាកផ្ទៃព្រះវរមេត្តា ថ្ងៃដែលព្រះអង្គបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធហើយនឹងថ្ងៃដែលព្រះអង្គ
រំលត់ខណ្ឌបរិនិព្វានបុណ្យវិសាខបូជានេះមិនមែនគ្រាន់តែជាបុណ្យជាតិយើងធ្វើនៅក្នុងស្រុកធម្មតាទេអង្គការសហប្រជាជាតិក៏បានទទួលស្គាល់ជាផ្លូវការជាបុណ្យអន្តរជាតិហៅថា UN Visa បុណ្យវិសាខបូជាអន្តរជាតិអង្គការសហប្រជាជាតិនឹងទទួលស្គាល់ចាត់ទុកថាជាបុណ្យអន្តរជាតិជាផ្លូវការនៅថ្ងៃទី15ខែធ្នូឆ្នាំ1999នឹងអង្គការ UN បានទទួលស្គាល់បុណ្យវិសាខបូជាបុណ្យអន្តរជាតិជារៀងរាល់ឆ្នាំនៅបូរីញូវយ៉កទីស្នាក់ការធំរបស់អង្គការសហប្រជាជាតិតែងតែប្រារព្ធពិធីវិសាខបូជាដើម្បីរំលឹកទៅដល់ថ្ងៃប្រសូតថ្ងៃត្រាស់ដឹងនិងថ្ងៃបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធដូចញាតិញោមពុទ្ធបរិស័ទជនជាតិខ្មែរយើងដែរហើយគ្រប់ប្រទេសទាំងអស់ដែលកាន់ពុទ្ធសាសនាទោះបីនិកាយថេរវាទក្តីនិកាយមហាយានក្តីគឺយើងប្រារព្ធពិធីបុណ្យវិសាខបូជានឹងក្នុងថ្ងៃនឹងតែមួយដូចគ្នាហើយប្រើតុងនោះញាតិញោមនោះតុង6ពណ៌នោះណាខៀវលឿងក្រហមសហង្សស្បាតនិងពណ៌ផ្លេកនឹងដូចគ្នាទាំងនៅអាស៊ីយើងនៅអាហ្វ្រិកឥឡូវហ្នឹងពុទ្ធសាសនាផ្សាយរហូតទៅដល់ពួកអាហ្វ្រិកទៅដល់វាលខ្សាច់សាហារ៉ាញាតិញោមអាហ្វ្រិកស្បែកខ្មៅណាផ្សាយទៅដល់អាហ្វ្រិកទៅដល់អឺរ៉ុបគឺពុទ្ធសាសនានឹងរីកសាយភាយពាសពេញសកលលោកគឺជាវប្បធម៌សន្តិភាពគេទទួលស្គាល់មានតែពុទ្ធសាសនាទេដែលជាសាសនាអហិង្សាមិនព្យាបាទមិនបៀតបៀនមនុស្សគ្រប់ជាតិសាសន៍គ្រប់ពណ៌សម្បុរមិនមានការប្រកាន់រើសអើងជាតិសាសន៍ពណ៌សម្បុរពុទ្ធសាសនាមិនមែនគ្រាន់តែគោរពសិទ្ធិមនុស្សធម្មតាដោយអង្គការសហប្រជាជាតិទេសូម្បីសត្វក៏ពុទ្ធសាសនាគោរពទៅដល់ជីវិតរបស់សត្វដែរញាតិញោមសមាទានសិលរួចហើយមុននេះគឺសិក្ខាបទទី1បាណាតិបាតាវេរមណីវាចាការសម្លាប់ជីវិតមនុស្សសត្វសូម្បីតែសត្វក៏ពុទ្ធសាសនាផ្ដល់នៅទឹកចិត្តមេត្តាករុណាផ្ដល់នៅការអាណិតអាសូរមិនព្យាបាទមិនបៀតបៀនទៅដល់សត្វទាំងឡាយដែរជាសាសនាមួយប្រកបទៅដោយធម៌អហិង្សាជាសាសនាដែលប្រកបទៅដោយធម៌មេត្តាករុណាគ្រប់ប្រទេសទាំងអស់ទោះបីគេមិនទទួលកាន់ពុទ្ធសាសនាជាផ្លូវការប៉ុន្តែគេមិនអាចបដិសេធធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធបានទេទោះបីជាគេកាន់លទ្ធិសាសនាផ្សេងគេមិនប្រកាសខ្លួនថាជាអ្នកកាន់ពុទ្ធសាសនាប៉ុន្តែរាល់ធម៌វិន័យដែលពុទ្ធសម្ដែងទៅពាក្យពេចន៍ដែលពុទ្ធសម្ដែងទៅគឺគេទទួលយកទៅគោរពប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃរបស់គេដូចជាការធ្វើសមាធិអប់រំចិត្តចម្រើនមេត្តាភាវនាផ្សព្វផ្សាយនៅសេចក្តីស្រឡាញ់រាប់អានដល់គ្នាទៅវិញទៅមកមិនប្រើនៅអំពើហិង្សាដាក់គ្នាមិនមានចំនួនបែកបាក់នៅក្នុងគ្រួសារនៅក្នុងសង្គមជាតិទាំងអស់នេះគឺជាខ្លឹមសារធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធញាតិញោមយើងដង្ហែពិធីវិសាខបូជាទៅតាមប្រពៃណីបន្ទាប់មកប្រកាសពិធីបុណ្យវិសាខបូជាបន្ទាប់មកទៀតសមាទានសិលស្ដាប់ព្រះសង្ឃចម្រើនព្រះបរិត្តសូត្រនៅព្រះពុទ្ធមន្តហើយចុងក្រោយនេះតែមិនមែនចុងក្រោយទេព្រោះនៅទៀតរហូតដល់ម៉ោង12យប់មានពិធីសូត្រនៅធម៌ផ្សេងទៅតាមប្រពៃណីយើងបានស្ដាប់ព្រះធម៌នៅក្នុងពេលនេះជាធម្មទានជាធម្មៈគោរពជាធម្មៈសបាយដើម្បីញ៉ាំងចិត្តឲ្យរីករាយជ្រះថ្លាចំពោះគុណបរតនត្រ័យបុណ្យវិសាខបូជាដូចជាមិនមានអត្ថន័យអីអាចកំបាំងជ្រាលជ្រៅទេញាតិញោម
គឺនៃត្រង់តែម្ដងគឺជាថ្ងៃកំណើតរបស់ព្រះសម្មាសម្ពុទ្ធព្រះសម្មាសម្ពុទ្ធបរមគ្រូរបស់យើងជាតិចុងក្រោយព្រះអង្គបានប្រសូតនៅក្នុងថ្ងៃនេះឯងណាប៉ុន្តែកាលដែលព្រះអង្គប្រសូតនៅថ្ងៃសុក្រហើយយើងនេះថ្ងៃសៅរ៍ហ៎បងប៉ុន្តែ15កើតខែពិសាខដូចគ្នា15កើតពេញបូរមីខែពិសាខនៅក្នុងខែឧសភានឹងដូចគ្នានៅក្នុងគម្ពីរពុទ្ធប្រវត្តិគម្ពីរព្រះសុត្តន្តបិដកមានសម្ដែងអំពីប្រវត្តិរឿងរ៉ាវព្រះសម្មាសម្ពុទ្ធបរមគ្រូរបស់យើងកាលដែលព្រះអង្គនៅជាព្រះបរមពោធិសត្វផ្ដើមកសាងពុទ្ធការកធម៌ផ្ដើមកសាងបារមីធម៌ជាលើកដំបូងព្រះអង្គបានទទួលពុទ្ធព្យាករអំពីសំណាក់ព្រះសម្មាសម្ពុទ្ធព្រះនាមទីបង្កកាលនោះព្រះអង្គកើតជាព្រះសុមេធៈតបោះសុមេធៈបណ្ឌិតបានលះបង់នៅទ្រព្យសម្បត្តិជាច្រើនកោដទ្រព្យសម្បត្តិជាច្រើនលានដល់ពពួកស្មោមយាចកកំសត់ទូរគតរួចហើយព្រះអង្គលះបង់ភេទជាគរាវាសចេញទៅសាងភ្នោះបួសជាតបោះឥសីប្រព្រឹត្តនៅតបៈធัวប្រព្រឹត្តនៅព្រហ្មចរិយធัวរហូតបានសម្រេចឈានអភិញ្ញាសមាបត្តិព្រះអង្គបានចូលរួមកសាងផ្លូវដើម្បីទទួលដំណើរយាងរបស់ព្រះសម្មាសម្ពុទ្ធហើយនឹងព្រះអរហន្តជាសាវករបស់ព្រះអង្គជាច្រើនម៉ឺនអង្គនៅពេលដែលព្រះអង្គកសាងផ្លូវនោះឯងមិនទាន់ទាំងបានរួចរាល់ចប់សពគ្រប់ផងនៅសល់ប្រវែងប្រហែលជាមួយព្យាមព្រះសម្មាសម្ពុទ្ធហើយនឹងព្រះភិក្ខុសង្ឃក៏បាននិមន្តយាងមកដល់ព្រះសុមេធៈតបោះដែលជាអតីតព្រះសម្មាសម្ពុទ្ធបរមគ្រូរបស់យើងក្នុងកាលនោះក៏បានក្រាបចុះទៅលើដីភក់ដែលមានភក់មានទឹករអិលពពេចពបាច់បានក្រាបចុះទៅលើភក់ដើម្បីធ្វើជាស្ពានចម្លងព្រះសម្មាសម្ពុទ្ធហើយនឹងព្រះភិក្ខុសង្ឃឲ្យយាងជន់ឆ្លងនៅលើព្រះកាយរបស់ព្រះអង្គក្រាបចុះធ្វើជាស្ពានញាតិញោមដើម្បីកុំឲ្យប្រឡាក់ព្រះបាទទីរបស់ព្រះសម្មាសម្ពុទ្ធហើយនឹងភិក្ខុសង្ឃជាសាវករបស់ព្រះអង្គជាច្រើនម៉ឺនអង្គមិនមែនមួយអង្គពីរអង្គទេព្រះសម្មាសម្ពុទ្ធព្រះនាមទីបង្កព្រះអង្គក៏យាងជន់នៅលើខ្លួនរបស់ព្រះតបោះហើយព្រះអកសាវកទាំងទ្វេក៏យាងបន្តបន្ទាប់ព្រះអរហន្តជាច្រើនម៉ឺនអង្គក៏បានយាងជន់ពីលើខ្លួនព្រះតបោះដែលជាព្រះបរមពោធិសត្វរបស់យើងហ្នឹងហើយញាតិញោមមានឆ្ងល់ទេថាហើយចុះបើប្រពុតហើយនឹងប្រសង់រាប់ម៉ឺនរាប់សែនអង្គនិមន្តយាងជន់ពីលើអញ្ចឹងมันខ្ទេចដូចជ័យជៀនណាมันបែកដូចកំប៉ុងឡានកិនណានេះជាអចិន្តាយៈអចិន្តាយងជាហេតុដែលមិនគួរគិតណាចម្រើនពរព្រះសម្មាសម្ពុទ្ធហើយនឹងព្រះភិក្ខុសង្ឃនិមន្តឆ្លងផុតទៅព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ព្រះញញឹមពេលនោះភិក្ខុដែលជាពុទ្ធុបថាមាននាទីដូចជាព្រះអានន្ទក៏បានក្រាបទូលសួរអំពីហេតុនៃការញញឹមរបស់ព្រះសម្មាសម្ពុទ្ធព្រះនាមទីបង្កនៅក្នុងពេលនោះព្រះអង្គក៏បានបន្លឺនៅព្រះពុទ្ធដីកាមនាលភិក្ខុទាំងឡាយតើអ្នកទាំងអស់គ្នាឃើញព្រះតបោះដែលបានក្រាបចុះទៅលើដីភក់ធ្វើជាស្ពានចម្លងតថាគតហើយនឹងភិក្ខុសង្ឃរាល់គ្នាទេតាបោះនេះអំណះតទៅប្រមាណជា4អសង្ខ័យ1សែនកាប់ផែនដីទៀតនឹងបានត្រាស់ជាព្រះពុទ្ធមួយព្រះអង្គព្រះនាមសមណគោតមនៅក្នុងលោកនឹងជាព្រះពុទ្ធទី1ដែលបានព្យាករព្រះសម្មាសម្ពុទ្ធបរមគ្រូរបស់យើងជាលើកដំបូង
ណាពីមុនមកក៏ព្រះអង្គផ្ដួចផ្ដើមក្នុងបតីបញ្ចេញព្រះវាចាប្រាថ្នាដើម្បីឲ្យបានត្រាស់ជាព្រះពុទ្ធដែរប៉ុន្តែនៅជាអនិយតពោធិសត្វនៅឡើយមិនទាន់បានទទួលការព្យាករអំពីសំណាក់ព្រះសម្មាសម្ពុទ្ធអង្គណាមួយនៅឡើយទេពីព្រោះបារមីមិនទាន់គ្រប់គ្រាន់តែពេលនេះបារមីព្រះអង្គគ្រប់គ្រាន់ណាបានទទួលនៅការព្យាករជាលើកដំបូងអំពីសំណាក់ព្រះសម្មាសម្ពុទ្ធព្រះនាមទីបង្កជាព្រះពុទ្ធទី1ដែលបានព្យាករព្រះអង្គហើយបន្តបន្ទាប់មកព្រះបរមពោធិសត្វនៃយើងព្រះអង្គព្យាយាមបំពេញនៅបារមី10ឧបបារមី10បរមត្ថបារមី10មហាបរិច្ចាគ5ចរិយា3ក្នុងចន្លោះរយៈពេល4អសង្ខ័យកម្រៃ100,000កាប់នឹងឯងដោយសេចក្តីតស៊ូព្យាយាមនឿយហត់លំបាកប្រកាយយ៉ាងក្រៃលែងហួសនឹងពោលថ្លែងហួសវាចានឹងពោលថ្លែងថាតើការកសាងបារមីរបស់ព្រះអង្គនឹងលំបាកវេទនាប៉ុណ្ណាលំបាកណាស់ញាតិញោមពេលខ្លះត្រូវឆ្កៀលគ្រាប់ភ្នែកដាក់ទៅជាទៀនណាឆ្កៀលគ្រាប់ប្រណេតណាពេលខ្លះត្រូវពុះទ្រូងរូងយកថ្លើមប្រមាត់បេះដូងដាក់ទៅជាទៀនពេលខ្លះត្រូវបូជាជីវិតត្រូវលោតចូលទៅក្នុងភ្នក់ភ្លើងដើម្បីដាក់សាច់ស្បែកឈាមសរសៃនឹងទៅជាទៀនជាធ្នូដូរយកសម្មាសម្ពោធិញ្ញាណការត្រាស់ដឹងជាព្រះពុទ្ធចុងក្រោយព្រះពុទ្ធទី24រយៈពេល4អសង្ខ័យ100,000កាប់ផែនដីហ្នឹងមានព្រះសម្មាសម្ពុទ្ធចំនួន24ព្រះអង្គដែលបានព្យាករព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងព្រះពុទ្ធទី1គឺព្រះពុទ្ធព្រះនាមទីបង្កព្រះពុទ្ធចុងក្រោយព្រះពុទ្ធទី24គឺព្រះសម្មាសម្ពុទ្ធព្រះនាមកស្សបៈទស្សពលដែលបានព្យាករព្រះសម្មាសម្ពុទ្ធបរមគ្រូរបស់យើងព្រះបរមពោធិសត្វនៃយើងហ្នឹងក្នុងសាសនាព្រះសម្មាសម្ពុទ្ធព្រះនាមកស្សបៈព្រះបរមពោធិសត្វដែលជាអតីតព្រះសម្មាសម្ពុទ្ធបរមគ្រូរបស់យើងបានកើតជាជោតិបាលភិក្ខុកើតនៅក្នុងតកូលព្រាហ្មណ៍មហាសាលមានទ្រព្យសម្បត្តិច្រើនណាស់ក្រោយមកជ្រះថ្លាបានចូលទៅសាងភ្នោះបួសនៅក្នុងសំណាក់សាសនាព្រះសម្មាសម្ពុទ្ធព្រះនាមកស្សបៈរួចហើយក៏បានស្ដាប់ឮការព្យាករអំពីសំណាក់ព្រះសម្មាសម្ពុទ្ធព្រះនាមកស្សបៈជោតិបាលភិក្ខុជាតួអង្គព្រះបរមពោធិសត្វក្នុងពេលនោះបានស្ដាប់ឮការព្យាករអំពីសំណាក់ព្រះសម្មាសម្ពុទ្ធព្រះនាមកស្សបៈថាខ្លួននឹងបានត្រាស់ជាព្រះសម្មាសម្ពុទ្ធមួយព្រះអង្គបន្ទាប់ពីព្រះសម្មាសម្ពុទ្ធព្រះនាមកស្សបៈរំលត់ខណ្ឌបរិនិព្វានទៅជោតិបាលភិក្ខុដែលជាតួអង្គព្រះបរមពោធិសត្វជាព្រះបរមគ្រូរបស់យើងក្នុងកាលនោះបានព្យាយាមបំពេញបារមីខំប្រឹងប្រែងគោរពប្រតិបត្តិធម៌វិន័យពេលអស់ប្រជញ្ញទៅក៏បានទៅបដិសន្ធិនៅក្នុងស្ថានសួគ៌ទេវលោកជោតិអំពីទេវលោកមកក៏បានមកកើតនៅក្នុងទីក្រុងចេតដកើតនៅក្នុងចេតដមហានគរជាតួអង្គព្រះបាទស្រីវេស្សន្តរនឹងជាតិកំណើតមុនពេលដែលព្រះអង្គជោតិមកចាប់បដិសន្ធិក្នុងផ្ទៃព្រះវរមេត្តាក្នុងជាតិចុងក្រោយជោតិបាលភិក្ខុក្នុងសាសនាព្រះពុទ្ធកស្សបៈនឹងអស់ប្រជញ្ញទៅកាន់ទេវលោកជោតិអំពីទេវលោកមកបានមកកើតជាប្របាទស្រីវេស្សន្តរបំពេញបារមីបានបំពេញនៅមហាទានច្រើនណាស់ញាតិញោមក្នុងជាតិជាប្របាទវេស្សន្តរហ្នឹងគ្រាន់តែប្រសូតបើកប្រណេតឡើងសុំទ្រព្យអំពីសំណាក់មេត្តាដើម្បីបរិច្ចាគទានបបិទ្ធព្រះមេត្តាតើមានទ្រព្យសម្បត្តិអ្វីខ្លះទេ
ទូលព្រះបង្គំចង់ធ្វើទានចង់បរិច្ចាគទានក្នុងព្រះជាតិជាប្របាទវេស្សន្តរហ្នឹងគ្រាន់តែប្រសូតហើយភ្លាមក៏អាចនិយាយបានដែរញាតិញោមកើតឡើងចេះនិយាយភាសាមនុស្សសុំទ្រព្យពីមេត្តាដើម្បីដាក់ទានជាតិមួយទៀតគឺជាតិជាព្រះមហោសថជាតិជាព្រះមហោសថនឹងកើតឡើងចេះនិយាយកើតឡើងបង្ហាញថ្នាំនៅក្នុងបាតដៃទៅដល់ម្ដាយលោកសេដ្ឋីជាបិតានឹងឈឺសីស័កឈឺក្បាលនឹងច្រើនឆ្នាំមកហើយដាក់ថ្នាំអីក៏មិនជាដល់អញ្ចឹងប្រអិនបានយកឱសថទឹកមកដាក់នៅក្នុងបាតព្រះហស្ថបាតដៃរបស់ព្រះបរមពុរិស័ទព្រះបរមពុរិស័ទប្រសូតហើយភ្លាមបង្ហាញថ្នាំនឹងដល់ម្ដាយបពិតមេត្តានេះគឺឱសថទឹកនេះគឺថ្នាំទឹកសុំព្រះមេត្តាយកឱសថនឹងទៅព្យាបាលជំងឺបិតាចុះម្ដាយហ្នឹងក៏បានយកឫសថ្នាំហ្នឹងទៅដុសហើយក៏លាយជាមួយទឹកជូនទៅស្វាមីពិសាគាត់ទៅលេបចូលភ្លាមជាដូចគេបេះញាតិញោមជំងឺឈឺក្បាលមករាប់សិបឆ្នាំមកហើយឈឺមិនបាត់ដូចញាតិញោមកើតប្រកាំងអញ្ចឹងណាអត់តែថ្ងៃរះពីកើតមកដឹងតែឈឺក្បាលហ្មងមើលមិនជាគាត់ទៅបានពិសាថ្នាំហ្នឹងលេបតែមកក្អឹកចូលដល់ពោះជាដូចគេបេះបានដាក់ឈ្មោះកូនហ្នឹងថាមហោសថកុមារនឹងជាតិទី2ហើយជាតិទី3គឺជាតិជាព្រះបរមពុរិស័ទជាតិចុងក្រោយជាព្រះសទ្ធត្ថកុមារនឹងឯងបងក្នុងរយៈពេល4អសង្ខ័យ1សែនកាប់ផែនដីព្រះបរមពុរិស័ទនៃយើងដែលប្រសូតហើយភ្លាមចេះនិយាយភាសាមនុស្សបានភ្លាមមានតែ3ជាតិនឹងទេញាតិញោមចាំហ៎បងជាតិទី1គឺជាតិមហោសថទី2គឺជាតិពវេស្សន្តរជាតិទី3គឺជាតិចុងក្រោយនេះកើតប្រសូតថ្ងៃ15កើតខែពិសាព្រះសទ្ធត្ថកុមារហ្នឹងចម្រើនពរព្រះអង្គកសាងបារមីក្នុងព្រះជាតិជាប្របាទស្រីវេស្សន្តរបវរពោធិសត្វរហូតត្រូវអ្នកនគរចេតដរនឹងខឹងសម្បាដោយសារតែព្រះអង្គដាក់ទានខ្លាំងពេកមានអញ្ចឹងដែរញាតិញោមដល់ពេលយើងធ្វើបុណ្យធ្វើទានខ្លាំងពេកល្អពេកក៏គេទទួលយកមិនបានព្រោះមិនដែលមានអ្នកណាចិត្តល្អនោះចិត្តល្អបើចិត្តល្អដល់តែចិត្តល្អពេកដល់អញ្ចឹងអ្នកនគរនឹងទទួលយកមិនបានបំបងព្រះអង្គឲ្យទៅនៅក្នុងព្រៃភ្នំគិរីវង្កត់ព្រះបាទស្រីវេស្សន្តរនឹងក៏ព្រមចូលទៅនៅក្នុងព្រៃជាមួយព្រះនាងមាត្រីជាលីក្រស្នាទៅដល់ក្នុងព្រៃហើយតាជូជក់នឹងសួររផ្លូវទៅកាន់អាស្រមព្រះបាទស្រីវេស្សន្តរទៅសុំនាងទៅសុំចៅជាលីក្រស្នានឹងទៀតញាតិញោមនឹងញាតិញោមចេះចាំគ្រប់គ្នាឲ្យរឿងព្រះបាទវេស្សន្តរណាបងព្រះបរមពុទ្ធិស័ក្តិក្នុងពេលនោះព្រះអង្គក៏បានដាក់ទានចៅជាលីក្រស្នាដល់តាជូជក់ព្រាមជាបុត្តបរិច្ចាគជាទំនៀមរបស់ព្រះពោធិសត្វទាំងឡាយគ្រប់ព្រះអង្គត្រូវតែបរិច្ចាគបុត្រត្រូវតែលះបង់កូនអញ្ចឹងញាតិញោមបើមិនលះបង់កូនដាក់ទៅជាទានទេមិនបានត្រាស់ជាពុទ្ធទេនេះគឺជាលក្ខន្តិកៈអ្នកដែលកសាងបារមីដើម្បីឲ្យបានត្រាស់ជាពុទ្ធត្រូវតែមានបុត្តបរិច្ចាគត្រូវតែធ្វើបុត្តបរិច្ចាគហើយយើងមនុស្សសាមញ្ញធម្មតាទទួលយកមិនបានទេកូនស្រឡាញ់ពេញទ្រូងស្រឡាញ់ស្មើកែវភ្នែកបរិច្ចាគលុយកាក់មាសប្រាក់អេបានដល់បរិច្ចាគកូនទៅមិនបានទេទៅមិនរួចទេដៃគុណអាហ្នឹងយើងមនុស្សសាមញ្ញធម្មតាសាវកធម្មតាទទួលយកមិនបានទេតែព្រះអង្គគឺជាបុគ្គលពិសេសជាអច្ឆរិយបុគ្គលអញ្ចឹងព្រះអង្គកសាងបារមីដើម្បីឲ្យបានត្រាស់ជាពុទ្ធប្រាថ្នាតំណែងធំត្រូវតែលះបង់ធំជាងគេដែរបើមិនលះបង់កូនដាក់ទៅជាទានមិនបានត្រាស់ជាពុទ្ធទេញាតិញោមអាហ្នឹងវាត្រូវតែអញ្ចឹង
លក្ខខណ្ឌត្រូវតែអញ្ចឹងមិនមែនត្រឹមតែលះបង់កូនដាក់ទៀនចៅជាលីក្រស្នាទេបន្ទាប់មកទៀតអន្តព្រាមនោះមកសុំនាងមាត្រីសុំមហេសីប្របាទស្រីវេស្សន្តរដាក់ទៀនមហេសីទៀតហៅថាទារៈបរិច្ចាលះបង់ប្រពន្ធញាតិញោមលះបង់ប្រពន្ធញាតិញោមថាំងទៅមិនរួចទេដេគុណណាហ្នឹងយើងមនុស្សសាមញ្ញធម្មតាបើមិនធ្វើអញ្ចឹងគឺมันអាចបានត្រាស់ជាប្រពុតទេញាតិញោមតលតែលះបង់ប្រពន្ធលះបង់កូនលះបង់ទ្រព្យសម្បត្តិលះបង់អវយវៈរហូតដល់លះបង់ជីវិតអាហ្នឹងទៅបានត្រាស់ជាប្រពុតព្រះបាទស្រីវេស្សន្តរហ្នឹងព្រះអង្គអស់បច្ចុប្បន្នទៅក៏បានទៅចាប់បដិសន្ធិនៅឋានតោសិតទេវលោកជាសន្តោសិតទេវបុត្រញាតិញោមកើតជាសន្តោសិតទេវបុត្រសោយនៅទិព្វសម្បត្តិរយៈពេល4000ឆ្នាំទិព្វស្មើនឹង57កោដនិង60សែនឆ្នាំមនុស្ស4000ឆ្នាំទិព្វញាតិញោមអាយុវែងហ៎ណាយើងមនុស្សលោកនេះអាយុ100ឆ្នាំមិនបានកន្លះថ្ងៃមិនបានកន្លះថ្ងៃទេវតានៅឋានតោសិតផង400ឆ្នាំយើងនេះស្មើនឹង24ម៉ោងស្មើនឹងមួយយប់មួយថ្ងៃទេវតាឋានតោសិតញាតិញោមមនុស្សយើងមានអ្នកណារស់នៅបានដល់400ឆ្នាំហ៎អត់មានទេណាព្រោះអញ្ចឹងរស់នៅអត់បានមកកណាត់ថ្ងៃទេវតានៅឋានតោសិតទេព្រះបាទស្រីវេស្សន្តរអស់បច្ចុប្បន្នទៅកើតនៅឋានតោសិតហ្នឹងជាសន្តោសិតទេវបុត្រសោយទិព្វសម្បត្តិរយៈកាល4000ឆ្នាំទិព្វស្មើនឹង57កោដនិង60សែនឆ្នាំមនុស្សដល់ទៅគ្រប់អាយុហើយក៏បានផ្អើលកោឡាហលដល់ពពួកទេវតាទាំង10000ចក្រវាល10000ភព10000ផែនដីញាតិញោមមើលផ្កាយនៅលើមេឃមើលច្រើនណាអាហ្នឹងភពរបស់គេមួយភពខ្លះមានមនុស្សនៅភពខ្លះមានសត្វភពខ្លះអត់មានសត្វមានជីវិតទេ10000ចក្រវាលពពួកទេវតាហ្នឹងបានមកប្រជុំគ្នាហើយចូលទៅក្រាបបង្គំអារាធនាយាងសន្តោសិតទេវបុត្រដើម្បីឲ្យជោគទេអំពីទេវលោកមកបដិសន្ធិនៅក្នុងផ្ទៃព្រះនាងសិរិមហាមាយាទេវីជាជាតិចុងក្រោយកសាងបារមីដើម្បីឲ្យបានត្រាស់ជាព្រះពុទ្ធពីព្រោះបារមីដែលលោកកសាងមិនមែនដើម្បីសម្បត្តិទេវតាសម្បត្តិព្រហ្មសម្បត្តិស្ដេចចក្រឬក៏សម្បត្តិមនុស្សទេបារមីដែលព្រះបរមពោធិសត្វលោកកសាងដើម្បីឲ្យបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធដើម្បីជួយចម្លងសត្វលោកឲ្យបានរួចផុតពីសេចក្តីទុក្ខនៅក្នុងវាលវដ្តសង្សារនេះពេលនោះឯងសន្តោសិតទេវបុត្រជាតួអង្គព្រះបរមពោធិសត្វនៃយើងក្រោយពីបានទទួលការអារាធនាយាងការអញ្ជើញរបស់ពពួកទេវតាហើយព្រះអង្គមិនទាន់ទទួលពាក្យអញ្ជើញនឹងភ្លាមទេញាតិញោមមិនទាន់ទទួលពាក្យបដិញ្ញាថាព្រះអង្គនឹងត្រូវជោគទេអំពីទេវលោកមកបដិសន្ធិនៅក្នុងពិភពមនុស្សនឹងភ្លាមទេព្រះអង្គប្រមាលមើលនៅមហាវិលោកណៈទាំង5ហ្នឹងជាមុនសិនហៅថាបញ្ចមហាវិលោកណៈគឺប្រមាលមើលនៅកាលមួយប្រទេសមួយទ្វីបមួយត្រកូលមួយមេត្តាមួយប្រមាលមើលវិលោកណៈទាំង5ប្រមាលមើលកាលហ្នឹងយ៉ាងម៉េចញាតិញោមកាលណាមនុស្សមានអាយុចាប់ពី100,000ឆ្នាំ100000ឆ្នាំឡើងទៅហើយមានអាយុតិចចាប់ពី100ឆ្នាំចុះក្រោមដូចយើងសពថ្ងៃនេះក្រោម100នឹងមិនមែនជាកាលដែលពពុទ្ធត្រូវត្រាស់ដឹងឡើងក្នុងលោកទេមនុស្សយើងមានអាយុរហូតដល់1អសង្ខ័យញាតិញោម
សរសេរលេខ0ដាក់140មនុស្សយើងកាលពីបឋមកម្មអាយុដល់ទៅមួយអសង្ខ័យឆ្នាំនឹងក៏មិនមែនជាកាលដែលពុទ្ធត្រូវមកត្រាស់ទេពីព្រោះអាយុវែងពេកមនុស្សច្រើនទៅដោយសេចក្តីប្រមាទបាំងនៅត្រៃលក្ខធម៌គេមិនសូវជឿបុណ្យជឿបាបមិនសូវពិចារណាឃើញនៅក្នុងត្រៃលក្ខធម៌ទេព្រោះអាយុវែងពេកញាតិញោមមួយអសង្ខ័យហើយបើអាយុខ្លីពេកដូចយើងសពថ្ងៃហ្នឹងក្រាស់ទៅដោយកិលេសរាគៈទោសៈមោហៈច្រើនទៅដោយកិលេសបញ្ញាហ្នឹងទុនជ្រាយបញ្ញាហ្នឹងអន់ណាស់មនុស្សយើងឥឡូវហ្នឹងมันអាចទទួលយកធម៌ព្រះអង្គបានទេកាលណាអាយុខ្លីពេកបញ្ញាវាខ្សោយច្រើនទៅដោយតម្រេកក្រាស់ទៅដោយតម្រេកចិត្តស្រាលឆេវឆាវចាយលុយធ្វើទៀនមានតែភ័យខ្លាចអស់តែបើត្រង់ទៅកន្លែងនេះកន្លែងនោះអស់ប្រមាណក៏អស់ទៅមើលអ្វីនិយាយអ្វីចេះតែបានទោះម៉ោងប៉ុន្មានមិនបាច់ខំតែបើអានច្បាប់ឬស្ដាប់ព្រះសទ្ធម្មតែមួយម៉ោងថាយូរយូរញាតិញោមដោយសារអីបាននៅវាយូរដោយសារអីបាននៅវាទាស់ដោយសារអីបាននៅវាទៅមកពីកិលេសនេះមេទៅធំគឺកិលេសក្នុងចិត្តនឹងទេញាតិញោមហ្នឹងមិនមែនជាកាលដែលពុទ្ធត្រូវមកត្រាស់ដឹងក្នុងលោកទេអញ្ចឹងយ៉ាងច្រើនបំផុតកាលដែលពុទ្ធត្រូវបានត្រាស់មនុស្សមានអាយុ100000ឆ្នាំអាយុ100,000ឆ្នាំយ៉ាងតិចបំផុតត្រឹម100ឆ្នាំដោយសម័យពុទ្ធកាលអញ្ចឹងអាយុខៃមនុស្សត្រឹម100ឆ្នាំយើងសពថ្ងៃនៅសល់74 75ឆ្នាំទេញាតិញោមដល់អាយុ74 75ឆ្នាំដល់ពេលត្រឡប់ទៅវិញហើយញាតិញោមទៅណាទៅស្រុកដើមវិញមកពីណាទៅនឹងវិញញាតិញោមកាលដែលមកបាតដៃទៅទេចុះត្រឡប់ទៅវិញមានយកជៀនមួយទៅបានណាកាលដែលត្រឡប់កាលដែលមកហ្នឹងណាយ៉ាងម៉េចត្រឡប់ទៅវិញដូចគ្នាញាតិញោមអញ្ចឹងកុំលោភលន់ពេកណាបើអត់មានយកអីទៅបានទេមានភ្នំមាសភ្នំប្រាក់មានទន្លេមានស្ទឹងមានសមុទ្រស្លាប់ទៅនៅគោចោលនៅលើផែនដីនេះទាំងអស់អ្វីក៏មិនអាចយកទៅបានដែរអាហ្នឹងហៅថាលោកប្រមាលមើលកាលញាតិញោមប្រមាលមើលមួយទៀតគឺប្រមាលមើលទ្វីបក្នុងមួយកណ្ដាប់ចក្រវាលយើងនេះតាមគម្ពីរពុទ្ធសាសនាមានទ្វីប4មានព្រះអាទិត្យព្រះច័ន្ទមួយដួងដូចគ្នាមានភ្នំព្រះសុមេរុស្ថិតនៅចំកណ្ដាលមានទ្វីប4ព័ទ្ធជុំវិញភ្នំព្រះសុមេរុស្ថមានចម្ពូទ្វីបគឺពិភពលោកយើងនេះទ្វីបអាហ្វ្រិកអាមេរិកទ្វីបអឺរ៉ុបអាស៊ីយើងនឹងហៅថាចម្ពូទ្វីបមនុស្សប្រកបមុខរបរធ្វើស្រែធ្វើចម្ការស្ត្រីមានទម្ងន់មានផ្ទៃពោះ9ខែ10ខែប្រសូតនឹងហៅថាចម្ពូទ្វីបពិភពលោកយើងនេះហើយនៅទ្វីប3ទៀតយើងអត់ទាន់ទៅដល់ទេអាទ្វីប3ទៀតហ្នឹងមានពពៈវិទេហទ្វីបអមកោយានទ្វីបឧត្តរការោទ្វីបទ្វីបទាំង3ទៀតហ្នឹងមនុស្សកើតឡើងជាប់សិល5ទារកប្រសូតឡើងតែ7ថ្ងៃចេះដើរបៀមតែម្រាមដៃហើយអាយុ500ឆ្នាំបានស្លាប់គឺគេកើតឡើងសោយបុណ្យព្រោះអត់មានការកាប់សម្លាប់អត់មានការលួចប្លន់គឺកើតឡើងជាប់សិល5ហ្មងទ្វីប3ទៀតហ្នឹងប៉ុន្តែពុទ្ធមិនដែលទៅកើតទ្វីប3ទៀតទេកើតតែនៅក្នុងពិភពលោកហ្នឹងកើតតែនៅក្នុងចម្ពូទ្វីបហ្នឹងសន្តោសតទេវបុត្រលោកប្រមាលមើលនៅវិលោកណៈណាប្រមាលមើលកាលប្រមាលមើលទ្វីបប្រមាលមើលប្រទេសទៀតតើព្រះបរមពោធិសត្វដែលត្រូវបានត្រាស់ជាព្រះពុទ្ធក្នុងជាតិចុងក្រោយហ្នឹងលោកកើតនៅឯណាធម្មតាអ្នកដែលមានបុណ្យធំព្រះបរមពោធិសត្វព្រះបច្ចេកពុទ្ធស្ដេចចក្រពតពុទ្ធមេត្តាពុទ្ធបិតាអកសាវៈអកសាវិកាលោកអ្នកដែលមានអភិនិហាបុណ្យបារមីកសាងមកច្រើន
លោកមិនដែលកើតនៅក្នុងប្រទេសជនបទឆ្ងាយដាច់ស្រយាលជាមនុស្សព្រៃកំសត់ទូរគុតនៅចុងកាត់មាត់ញោកទេគឺកើតតែនៅក្នុងមធ្យមប្រទេសគឺប្រទេសឥណ្ឌាសពថ្ងៃហ្នឹងតាមផែនទីបុរាណកន្លែងហ្នឹងគឺជាមធ្យមប្រទេសឬមជ្ឈិមប្រទេសចម្រើនពរព្រះបរមពុរិស័ទជាតិចុងក្រោយលោកកើតតែនោះហើយប្រមាលមើលមួយទៀតគឺប្រមាលមើលត្រកូលថាតើព្រះបរមពុរិស័ទក្នុងជាតិចុងក្រោយព្រះអង្គតែងកើតនៅក្នុងត្រកូលណាព្រះបរមពុរិស័ទក្នុងជាតិចុងក្រោយព្រះអង្គកើតតែក្នុងត្រកូល2ទេមិនដែលកើតនៅក្នុងត្រកូលថោកទាបទេគឺកើតតែនៅក្នុងត្រកូលព្រាហ្មណ៍ហើយនិងត្រកូលក្សត្រកើតត្រកូលស្ដេចប្រសិនបើក្នុងសម័យកាលហ្នឹងគេគោរពស្ដេចខ្លាំងព្រះអង្គកើតក្នុងត្រកូលស្ដេចប្រសិនបើសម័យកាលហ្នឹងគេគោរពព្រាហ្មណ៍ខ្លាំងព្រះអង្គកើតក្នុងត្រកូលព្រាហ្មណ៍អញ្ចឹងកើតតែក្នុងត្រកូល2ទេហើយប្រមាលមើលចំណុចមួយទៀតមើលមេត្តាតើស្ត្រីជាម្ដាយរបស់ព្រះពុទ្ធនឹងជាស្ត្រីយ៉ាងម៉េចស្ត្រីលេះលោះប្រព្រឹត្តអបាយមុខស្រីស្រាលបែងឬមួយយ៉ាងណាស្ត្រីដែលជាពុទ្ធមេត្តាគឺជាស្ត្រីដែលមិនមែនលេះលោះទៅដោយអបាយមុខលេះលោះទៅដោយគ្រឿងស្រវឹងគឺជាស្ត្រីដែលមានការរក្សាសិលបានបំពេញអភិនិហាបុណ្យបារមីមក100,000កាប់ផែនដីហើយនឹងស្ត្រីដែលធ្វើជាម្ដាយរបស់ព្រះពុទ្ធណាអានេះពិចារណាមើលបែកភាពបែកជនស្ត្រីដែលត្រូវធ្វើជាម្ដាយរបស់ព្រះអង្គពិចារណាមើលមហាវិលោកណៈទាំង5នឹងមានគ្រប់គ្រាន់បរិបូរណ៍ទើបសន្តោសត្វទេវបុត្របានទទួលពាក្យអារាធនារបស់ពពួកទេវតាទាំងឡាយសូមឲ្យអ្នករាល់គ្នារីករាយសប្បាយចិត្តចុះយើងនឹងជោតិអំពីទេវលោកនេះទៅបដិសន្ធិនៅក្នុងផ្ទៃព្រះនាងសិរិមហាមាយាទេវីដែលជាព្រះរាជអគ្គមហេសីនៃព្រះបាទសិរីសុទ្ធោទនៈព្រះអង្គយាងចុះមកបដិសន្ធិនៅក្នុងផ្ទៃព្រះនាងសិរិមហាមាយាទេវីនៅក្នុងថ្ងៃប្រហោះ15កើតពេញបូរមីខែអាសាឍឆ្នាំរកាមុនព្រះអង្គប្រសូត10ខែព្រះនាងសិរិមហាមាយាទេវីបានពោផ្ទៃព្រះអង្គ10ខែគត់ញាតិញោមយើងមនុស្សសាមញ្ញធម្មតាប្រហែលខែញាតិញោមមាន7ខែទេមាន7ខែ8ខែ9ខែ10ថ្ងៃអត់ទៀងទេណាតែព្រះបរមពុរិស័ទគឺ10ខែគត់ហ្មងញាតិញោមអត់មានលើសមួយថ្ងៃអត់មានខ្វះមួយថ្ងៃទេព្រះនាងសិរិមហាមាយាទេវីពោផ្ទៃព្រះបរមពុរិស័ទនឹង10ខែគត់បានចិត្តដល់ថ្ងៃដែលត្រូវប្រសូតជាទំនៀមប្រពៃណីស្ត្រីជនជាតិឥណ្ឌាកាលណាគេរៀបការហើយគេទៅនៅខាងតកូលប្តីញាតិញោមរៀបការហើយទៅនៅខាងតកូលស្វាមីដល់ទៅមានទម្ងន់មានផ្ទៃពោះត្រូវប្រសូតបុត្រត្រូវវិលត្រឡប់មកប្រសូតបុត្រនៅផ្ទះខាងឪពុកម្ដាយបង្កើតរបស់ខ្លួនខាងស្រុកកំណើតរបស់ខ្លួនវិញនឹងគឺជាប្រពៃណីស្ត្រីជនជាតិឥណ្ឌាសម័យនោះសម័យកាលដែលព្រះអង្គប្រសូតណាបាទឥឡូវមិនដឹងយ៉ាងម៉េចទេចាំសួរឥណ្ឌាលក់មុងមើលមិនដឹងញាតិញោមមិនដឹងដែរព្រះនាងបានសុំអនុញ្ញាតព្រះស្វាមីដើម្បីទៅប្រសូតបុត្រនៅនគរទេវតហៈជាប់គ្នាញាតិញោមដូចប្រទេសយើងហើយនឹងប្រទេសថៃអញ្ចឹងព្រំបន្ទល់ដែនគ្នាជាប់គ្នាអញ្ចឹងហើយពុទ្ធមេត្តាពុទ្ធបិតានឹងជាដូនមួយបកើតហ្នឹងបងប្អូនជាដូនមួយបកើតប្របាទសិរីសុទ្ធោទនៈហ្នឹងដណ្ដឹងយកទាំងពីរទាំងបងស្រីទាំងប្អូនស្រីយកមកអភិសេកជាព្រះមហេសីព្រះនាងសិរិមហាមាយាទេវីនោះបងប្រជាបតីកោតមីនឹងប្អូនពុទ្ធមេត្តាហ្នឹង
ត្រូវជាប្អូនស្រីបង្កើតរបស់ព្រះបាទសុពពុទ្ធហើយព្រះបាទសុពពុទ្ធនឹងបានសុំស្ដីដណ្ដឹងប្អូនស្រីព្រះបាទសរិសធោទនៈពីនគរកបិលភ័ស្ត្រនឹងទៅអភិសេកជាព្រះអគ្គមហេសីដែរបងប្អូនគ្នាកុំឲ្យបែកទ្របញាតិញោមដល់ធ្វើដំណើរទៅដល់ព្រំបទលដែនដូចយើងនៅប៉ោយប៉ែតចឹងណាព្រំបទលដែនរវាងនគរទាំងពីរគឺនគរទេវតហៈហើយនឹងនគរកបិលភ័ស្ត្រហ្នឹងមានឧទ្យានលំពិនីឧទ្យានលំពិនីហ្នឹងថ្ងៃហ្នឹងវាចម្លែកអស្ចារ្យញាតិញោមថ្ងៃណាវាមិនចម្លែកត្រង់ថាផ្ការីកស្គុះស្គាយអាផ្កាដែលមិនត្រូវរីកក៏វាត្រូវរីកដែរថ្ងៃហ្នឹងមិនដឹងអាម៉េចគេហៅថាផ្ការីកពុំជួកាលមានផ្ទៃមេឃខៀវស្រឡះភ្លឺច្បាស់ល្អពពកបក់រសាត់អញ្ចឹងអាកាសធាតុមិនត្រជាក់ពេកមិនក្តៅពេកបាក់សាបាក់សៃយំខ្ញៀវខ្ញាថាវាចម្លែកញាតិញោមវាប្លែកអ្នកណាក៏គេប្លែកគ្រប់គ្នាទាំងអស់ហើយខ្យល់បក់មកមិនមែនបក់មកធំក្លិនលូទឹកស្អុយទេធំក្លិនផ្កាឈើព្រៃផ្ការំដួលផ្កាចំបៃផ្កាចម្ប៉ាផ្កាឈើព្រៃនៅក្នុងព្រៃហែមកពៀននឹងថាក៏អូពេញព្រៃទាំងអស់ហ្មងញាតិញោមពនាងសិរិមហាមាយាទេវីដល់តែឃើញផ្ការីកស្គុះស្គាយធម្មជាតិសត្វបាក់សាបាក់សៃយំខ្ញៀវខ្ញាអញ្ចឹងមានព្រះហឫទ័យចង់ចូលទៅក្រសាលឧទ្យានបានបញ្ឈប់ក្បួនដំណើរព្រោះមហេសីស្ដេចទៅមិនមែនទៅម្នាក់ឯងណាមានកងទ័ពថ្មើរជើងមានកងទ័ពដំរីមានកងទ័ពសេះហើយពនាងយាងទៅដោយក្រែស្នែងដោយអង្រឹងមាសមានបរិវារគេសែងទៅដល់ព្រះរាជឧទ្យានហ្នឹងក៏បានចុះសម្រាកឲ្យពលសេនាហ្នឹងឈប់សម្រាកនៅក្នុងព្រះរាជឧទ្យានហ្នឹងដើរលេងសប្បាយនៅក្នុងឧទ្យានហ្នឹងឯងហើយពនាងក៏ចូលទៅកំសាន្តសប្បាយនៅក្នុងព្រះរាជឧទ្យានហ្នឹងដែរដល់ពេលទៅដល់ក្រោមដើមរាំងមួយពនាងហាក់ដឹងថាបុត្រនេះត្រូវប្រសូតញាតិញោមធ្លាប់ប្រសូតបុត្រដឹងកាលណាកូនបំរុងនឹងប្រសូតឲ្យសញ្ញាបើសួរអាត្មាមិនដឹងបើញាតិញោមអ្នកធ្លាប់ពោផ្ទៃបានដឹងទារកដែលបំរុងនឹងប្រសូតបំរុងនឹងកើតឲ្យសញ្ញាញាតិញោមកម្រើកផ្ទៃយ៉ាងម៉េចខ្លះពនាងក៏អញ្ចឹងដែរហើយដល់អញ្ចឹងទៅពួកភីលៀងមេនំមេនាងដឹងអាការៈអញ្ចឹងក៏បានយកសន្តិយាយកវាំងណូនឹងមកបិទបាំងហុំព័ទ្ធជុំវិញខ្លួនប្រានពនាងអញ្ចឹងទៅដេញពួកប្រុសចេញអស់ឲ្យទៅនៅយាមខាងក្រៅពនាងហាក់ដូចជាមានព្រះហឫទ័យចង់តោងមែកសាលព្រឹកគ្រាន់តែលាប្រហោះដើម្បីនឹងតោងមែកសាលព្រឹកហ្នឹងមែកសាលព្រឹកហ្នឹងក៏វាតូទុនមកឲ្យពនាងតោងញាតិញោមនៅពេលដែលពនាងចាប់តោងមែកសាលព្រឹកហ្នឹងទៅអាមែកសាលព្រឹកហ្នឹងវាកម្រើកយោងឡើងទៅលើធ្វើឲ្យពនាងប្រឹងនៅពេលហ្នឹងហើយដែលព្រះបរមពោធិសត្វព្រះអង្គប្រសូតចាឧត្តរប្រសូតចាផ្ទៃព្រះវរមេត្តាដូចជាធម្មកថាចុះអំពីក្រែធម្មាសនៈអញ្ចឹងសត្វទូទៅមនុស្សយើងទូទៅពេលដែលកើតពេលខ្លះក្បាលមកមុនពេលខ្លះមកតតឹងគួរពេលខ្លះជើងមកមុនតែព្រះបរមពោធិសត្វលោកចុះចាកផ្ទៃព្រះវរមេត្តាដូចធម្មកថាចុះអំពីក្រែធម្មាសនៈអញ្ចឹងព្រះពុទ្ធមេត្តាក៏មិនលំបាកប្រកាយព្រះអង្គក៏មិនលំបាកប្រកាយយើងស្ត្រីធម្មតាពោផ្ទៃចាញ់គួរញ័រលហិតលហៃដៃជើងតែព្រះពុទ្ធមេត្តាអត់ទេញាតិញោមមានសេចក្តីសុខព្រះបរមពោធិសត្វស្ថិតនៅក្នុងផ្ទៃពមេត្តានឹងបែរមុខបែរប្រភៈមករកពមេត្តាមើលទៅឃើញព្រះអង្គមើលទៅឃើញព្រះរាជបុត្រនៅក្នុងផ្ទៃឯព្រះបរមពោធិសត្វដែលគង់នៅក្នុងផ្ទៃហ្នឹងក៏មើលឃើញព្រះមេត្តាដូចគ្នាតែយើងមើលអត់ឃើញញាតិញោមឃើញប្លែកហ៎ឃើញប្លែកពីមនុស្សធម្មតាប
មេត្តាក៏ឃើញបុត្របុត្រក៏ឃើញមេត្តាហើយព្រះអង្គគង់នៅក្នុងប្រភ្នែនឹងដូចគង់សមាធិយ៉ាងញាតិញោមអត់មានដាក់ដៃអ្មិចដូចយើងទារកធម្មតាទេណាអង្គុយតបោងក្បាលជាគង់នេះអត់ទេព្រះអង្គគឺគង់ដូចគង់សមាធិអញ្ចឹងហើយដល់ពេលប្រសូតដាក់ប្របាទចុះមកដូចចុះពីលើក្រែទេអញ្ចឹងព្រះមេត្តាក៏មិនលំបាកឯព្រះអង្គក៏មិនលំបាកមានសេចក្តីសុខទាំងអស់គ្នាដោយអំណាចបុណ្យញាតិញោមដោយអំណាចបុណ្យចម្រើនពរនៅពេលដែលព្រះអង្គប្រសូតនឹងឯងមានតទឹកក្តៅទឹកត្រជាក់ហូរទម្លុះអាកាសមកលាងជំរះមន្ទិលគ័ររបស់ព្រះអង្គព្រះបរមពោធិសត្វព្រះអង្គក៏បានយាងចុះអំពីដៃស្រីស្នំនៅពេលព្រះអង្គប្រសូតមកសុធាវាសមហាព្រហ្មនឹងទទួលព្រះបរមពោធិសត្វអត់ឲ្យប្របាទបលៈដីទេទទួលពីគាត់តែប្រសូតមកសុធាវាសមហាព្រហ្មទទួលយកមក3ហើយបានស្ដេចចក្រឡោកបាលទាំង4នឹងទទួលយកពីមហាព្រហ្មទៅទៀតហើយពួកស្រីស្នំទទួលយកពីស្ដេចចក្រឡោកបាលទាំង4នឹងទៅទៀតហើយពួកមហាព្រហ្មនឹងបានយកស្វែតឆ័ត្រមកបាំងថ្វាយព្រះអង្គព្រះបរមពោធិសត្វនៃយើងព្រះអង្គប្រសូតនៅថ្ងៃសុក្រ15កើតពេញបូរមីខែពិសាខឆ្នាំចមុនគ្រិស្តសករាជ623ឆ្នាំមុនគ្រិស្តសករាជមុនពុទ្ធសករាជ80ឆ្នាំនៅពេលដែលព្រះអង្គយាងចុះអំពីដៃរបស់ពួកស្រីស្នំហើយព្រះអង្គគង់សន្ធិដ្ឋឈរស៊ុបនៅលើផែនដីបានន័យថាប្រសូតចាកផ្ទៃមកភ្លាមជើងអត់ទាន់ប៉ះផែនដីទេពីព្រោះព្រំមហាព្រំនឹងទទួលបន្ទាប់មកទៀតស្ដេចចក្រឡោកបាលទាំង4បន្ទាប់មកទៀតពពួកស្រីស្នំហើយព្រះអង្គចុះអំពីដៃពពួកស្រីស្នំនឹងមកបានឈរនៅលើផែនដីដោយប្របាទទាំងគូព្រះអង្គបានយាងទៅទិសឧត្តរចំនួន7ជំហានទិសណាទិសឧត្តរញាតិញោមទៅទិសខាងជើងណាបងនៅពេលដែលព្រះអង្គយាងទៅកាន់ទិសខាងជើងនឹងឯងមានផ្កាឈូកផុសត្រគ្រប់ជំហាននឹងញាតិញោមបានឃើញជាងគំនូគេគូហ្នឹងទៅតាមរឿងរ៉ាវពុទ្ធប្រវត្តិចម្រើនពរដល់ទៅទិសឧត្តរចំនួន7ជំហានព្រះអង្គបែរក៏លេចមើលគ្រប់ទិសទាំងអស់មិនឃើញមានបុគ្គលណាប្រៀបផ្ទឹមស្មើនឹងព្រះអង្គឬមួយក៏ប្រសើរខ្ពង់ខ្ពស់ជាងព្រះអង្គទេពេលនោះឯងព្រះអង្គក៏បានបន្លឺនៅអសភិវាចាជាសម្ដីរបស់មហាបុរសជាសម្ដីរបស់សពបុរសព្រះអង្គបានពោលថាអកោហមស្មឹងលោកាសៈចេតថោហមស្មឹងលោកាសៈសេតថោហមស្មឹងលោកាសៈប៉ុណ្ណេះជាដើមហ្នឹងជាតិជាព្រះបរមពោធិសត្វនឹងអាចនិយាយភាសាមនុស្សបានប៉ុន្តែជាតិចុងក្រោយនេះនិយាយច្រើនមានន័យថាខ្លួនយើងជាកំពូលនៃលោកអគ្គណាអកោហ្នឹងបានន័យថាជាកំពូលនៃលោកសេដ្ឋោបានន័យថាប្រសើរជាងគេទាំងអស់នៅក្នុងលោកចេតថោជាចម្បងជាងគេទាំងអស់នៅក្នុងលោកជាតិនេះគឺជាជាតិចុងក្រោយបំផុតរបស់យើងជាតិនេះគឺជាជាតិចុងក្រោយបង្អស់របស់យើងអំណះតទៅយើងលែងកើតស្លាប់វិលវល់អន្តោលរងទុកនៅក្នុងវាលវដ្តសង្សារនេះទៀតហើយនឹងព្រះបរមពោធិសត្វព្រះអង្គប្រសូតហើយយាងទៅកាន់ទិសឧត្តរចំនួន7ជំហានហើយក៏បានពោលនៅអសភិវាចានឹងទាំងមនុស្សទាំងទេវតាសឹងបានស្ដាប់ឮទាំងអស់គ្រប់គ្នាណាចម្រើនពរហើយពពួកញាតិទាំងអស់ញាតិញោមញាតិទាំងពីរនគរនឹងសបាយចិត្តពេកត្រេកអរពេកពីព្រោះខាងនគរខាងពមេត្តានោះក៏ចាត់កម្លាំងឲ្យមកទទួលត្រឹមព្រំដែនហើយយើងខាងនគរកបិលភ័ស្ត្រឯណាជូនទៅត្រឹមព្រំដែនដល់ឲ្យព្រះបរមពោធិសត្វលោកប្រសូតនៅចន្លោះនគរទាំងពីរអញ្ចឹងក៏បានមូលមតិគ្នាថាឥឡូវ
ប្រសិនបើព្រះអង្គទ្រង់ប្រសូតហើយអញ្ចឹងយាងព្រះអង្គត្រឡប់ទៅកាន់នគរកំណើតវិញទៅកាន់នគរកបិលភ័ស្ត្រវិញតែម្ដងទៅពពួកញាតិហ្នឹងក៏បានយាងព្រះអង្គត្រឡប់មកវិញចម្រើនពរសូមអនុមោទនាអនុមោទនាបុណ្យហ្នឹងគឺរៀបរាប់ដំណើរដែលព្រះសម្មាសម្ពុទ្ធជាព្រះបរមពុរិស័ទតួអង្គព្រះបរមពុរិស័ទជាតិចុងក្រោយដែលព្រះអង្គឆ្លងកាត់ការកសាងបារមីរយៈកាល4អសង្ខ័យកម្រៃ100,000 កាប់ផែនដីហើយជាតិចុងក្រោយព្រះអង្គក៏បានប្រសូតចាកផ្ទៃព្រះវរមេត្តាប្រសូតចាកផ្ទៃព្រះមេត្តានៅក្នុងថ្ងៃនេះឯងញាតិញោមដែលយើងប្រារព្ធនៅពិធីបុណ្យវិសាខបូជាគឺដើម្បីរំលឹកទៅដល់ថ្ងៃដែលព្រះអង្គប្រសូតថ្ងៃដែលព្រះអង្គកើតណាចម្រើនពរព្រះអង្គស្ថិតនៅក្នុងសេរីរាជសម្បត្តិរហូតដល់បច្ចុប្បន្ន16ព្រះអង្គរៀបអភិសេកជាមួយពនាងពំពារាហុលមេត្តាពនាងពំពាយសោធរាពនាងពំពាហ្នឹងក៏ប្រសូតថ្ងៃតំណាលព្រះអង្គដែរញាតិញោមនៅពេលដែលព្រះបរមពុរិស័ទព្រះអង្គប្រសូតនឹងមានសហជាតិវត្ថុចំនួន7ដែលកើតជាមួយនឹងព្រះអង្គដំណាលគ្នាអពពាំងមិនមុនអចរិមੰងមិនក្រោយទី1គឺព្រះនាងពំពាយសោធរាទី2ព្រះអានន្ទទី3នាយឆានមាតដែលតោងកន្ទុយសេះព្រះអង្គទៅបួសហ្នឹងកើតថ្ងៃតំណាលជាមួយព្រះអង្គដែរហើយទី4កាឡុទាយីមាតមេតបរបស់ព្រះអង្គទី5សេះកន្តកៈដែលជូនដង្ហែព្រះអង្គទៅបួសទី6ដើមពោដែលព្រះអង្គគង់សមាធិបានត្រាស់ដឹងដុះថ្ងៃតំណាលព្រះអង្គដែរហើយទី7គឺកំណប់ទ្រព្យទាំង4ជំរឿផុតផែនដីសហជាតិវត្ថុទាំង7ហ្នឹងគឺកើតក្នុងថ្ងៃដំណើរជាមួយនឹងព្រះអង្គប្រសូតអពពាំងមិនមុនអចរិមੰងមិនក្រោយប្រជជន16ព្រះអង្គរៀបអភិសេកជាមួយនឹងពនាងពំពាយសោធរាហើយទទួលសោយរាជស្នងព្រះបិតាព្រះអង្គប្រសូតបានបុត្រមួយព្រះនាមរាហុលដល់បច្ចុប្បន្ន29ព្រះអង្គបានតតឃើញទេវទូតទាំង4ទេវទូតអីខ្លះញាតិញោមគឺបានឃើញមនុស្សចាស់មនុស្សឈឺមនុស្សស្លាប់និងភេទអ្នកបួសព្រះអង្គជ្រះថ្លានៅក្នុងភេទអ្នកបួសនឹងជាងគេព្រះអង្គក៏បានសម្រេចប្រតិចេញទៅសាងព្រះភ្នោះដើម្បីបំពេញបារមីធម៌ឲ្យបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធនៅក្នុងប្រជជន29ព្រះវស្សាព្រះអង្គបួសឲ្យបំពេញទុក្ករកិរិយារយៈពេល6ព្រះវស្សាឥឡូវព្រះអង្គមានប្រជជនប្រមាណណាញាតិញោមចេញបួសប្រជជន29បួសបាន6ឆ្នាំព្រះអង្គបានប្រជជន35ឆ្នាំព្រះសម្មាសម្ពុទ្ធបរមគ្រូរបស់យើងព្រះអង្គបានត្រាស់ជាព្រះពុទ្ធនៅក្នុងថ្ងៃពុទ្ធ15កើតខែពិសាខឆ្នាំរកាពេលចិត្តភ្លឺក្នុងប្រជជន35ឆ្នាំគឺបានត្រាស់ដឹងក្នុងថ្ងៃនឹងដែរញាតិញោមក្នុងថ្ងៃ15កើតពេញបូរមីខែពិសាខនឹងដូចគ្នាខុសតែឆ្នាំទេប្រសូតឆ្នាំចបានត្រាស់ដឹងឆ្នាំរកាក្រោយពីពេលដែលព្រះអង្គបានត្រាស់ព្រះអង្គបានព្យាយាមបំពេញនៅព្រះពុទ្ធកិច្ចទាំង5ព្រះអង្គបានទទួលពាក្យអារាធនារបស់សហម្បតីព្រហ្មព្រះអង្គព្យាយាមបំពេញនៅព្រះពុទ្ធកិច្ច5យ៉ាងពេលព្រឹកនិមន្តទ្រង់បិណ្ឌបាតស្ដេចយាងគោចរបិណ្ឌបាតពេលថ្ងៃរសៀលសម្ដែងព្រះធម៌ប្រោសស័តពេលប្រលប់ប្រទានឱវាទដល់ពួកភិក្ខុពេលពាក់កណ្ដាលយប់ឆ្លើយដោះស្រាយប្រស្នាពពួកទេវតាហើយពេលចិត្តភ្លឺប្រមាលមើលឧបនិស្ស័យសត្វលោករយៈពេល45ឆ្នាំបំពេញនៅព្រះពុទ្ធកិច្ច5យ៉ាងសម្ដែងព្រះធម៌ប្រោសស័ត
សរុបទៅ84000ព្រះធម្មខណ្ឌមានព្រះវិន័យព្រះសូត្រព្រះអភិធម្មញាតិញោមចង់ដឹងថាតើព្រះពុទ្ធសម្ដែងធម៌អីខ្លះរយៈពេល45ឆ្នាំកាលដែលព្រះអង្គគង់ប្រជញ្ញនៅតលបើកមើលនៅក្នុងគម្ពីរបត្រៃបិដកណាចម្រើនពរចាប់ពីលេខ1ដល់លេខ110បើកមើលទៅឃើញហើយដឹងថាតើព្រះពុទ្ធទេសនាធម៌អីខ្លះធម៌ដែលព្រះអង្គទេសនាធម៌ដែលព្រះអង្គសម្ដែងអប់រំសត្វសរុបទៅ84000ព្រះធម្មខណ្ឌបំព្រួញសង្ខេបចុះមកនៅត្រឹមតែ3ចំណុចធំគឺទី1សัพពបាបស្សៈអករណង្គព្រះអង្គហាមមិនឲ្យប្រព្រឹត្តនៅអំពើបាបគ្រប់យ៉ាងមិនឲ្យធ្វើនៅអំពើអាក្រក់គ្រប់យ៉ាង2កុសលសូប្រសម្បទាឲ្យព្យាយាមបំពេញសេចក្តីល្អព្យាយាមបំពេញអំពើល្អធ្វើបុណ្យធ្វើកុសលទី3សច្ចតបរិយោទៈបណੰឲ្យមានការអប់រំចិត្តដោះខាត់សម្អាតចិត្តឲ្យបានបរិសុទ្ធផុតចាកពីកិលេសរាគៈទោសៈមោហៈទាំង3ហ្នឹងគឺជាព្រះពុទ្ធឱវាទជាពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធដោយសង្ខេបណាចម្រើនពរញាតិញោមចាំទាំងអស់គ្នាអាចសូត្របានណាពរសัพពបាបស្សៈអករណង្គកុសលសូបសម្បទាសច្ចតបរិយោទៈបណੰអេតាំងពុទ្ធាអ្នកសាសនੰនៅពេលដែលគេសួរថាតើអ្នកកាន់សាសនាអីយើងឆ្លើយថាខ្ញុំកាន់សាសនាព្រះពុទ្ធហើយចុះព្រះពុទ្ធដែលជាគ្រូរបស់អ្នកបានអប់រំបានសម្ដែងធម៌អីខ្លះថាបានសម្ដែងធម៌ច្រើនណាស់បានឯងចង់ជ្រាបច្បាស់ឲ្យពឹសស្ដាទៅបើកមើលបត្រៃបិដកទៅ110សៀវភៅ110ក្បាលតែបើចង់ដឹងដោយសង្ខេបខ្ញុំសូត្រជូនបានសូត្រគាថាមិនហ្នឹងញាតិញោមហ្នឹងហើយសัพពបាបស្សៈអករណង្គកុសលសូបសម្បទាសច្ចតបរិយោទៈបណੰអេតាំងពុទ្ធាអ្នកសាសនੰហ្នឹងហើយប៉ុណ្ណឹងឱវាទសង្ខេបរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូរហូតព្រះអង្គមានបច្ចុប្បន្នប្រមាណណាញាតិញោមបានត្រាស់ដឹងបច្ចុប្បន្ន35គង់សម្ដែងពធទេសនាប្រោស័តរយៈពេល45ឆ្នាំ45បូកនឹង35មកដល់ថ្ងៃ15កើតពេញបូរមីខែពិសាខឆ្នាំម្សាញ់ហ្នឹងព្រះអង្គមានបច្ចុប្បន្ន80ឆ្នាំគត់ព្រះអង្គក៏បានរំលត់ខណ្ឌបរិនិព្វាននៅចន្លោះដើមសាលព្រឹកទាំងគូនៅក្នុងនគរកុសិនារាដោយមានព្រះវាចាចុងក្រោយតែមួយម៉ាត់ទេញាតិញោមព្រះអង្គផ្ដាំចុងក្រោយមុននឹងរំលត់ខណ្ឌបរិនិព្វានណាពុទ្ធផ្ដាំតែមួយម៉ាត់ទេអបមាទេនសម្បាទេថៈតែប៉ុណ្្នឹងព្រះអង្គផ្ដាំចុងក្រោយថាអ្នករាល់គ្នាកុំសោយសោកស្ដាយស្រណោះអឡោះអាល័យតថាគតធ្វើអ្វីធម្មតារបស់សង្ខារធម៌ទាំងឡាយកើតឡើងហើយតែងតែវិនិច្ឆ័យតែងតែប្រែប្រួលតែងតែរលត់ទៅវិញជាធម្មតាដោយព្រះអាទិត្យមានរះមានលិចប្រច័ណ្ឌមានខ្នើតមានរនោចមានមូលមានចំណិតជារឿងធម្មតាសត្វលោកមានកើតមានស្លាប់ជាច្បាប់ធម្មជាតិអ្នករាល់គ្នាត្រូវខំប្រឹងកសាងនៅអំពើជាប្រយោជន៍ញ៉ាំងប្រយោជន៍ឲ្យបានសម្រេចដោយសេចក្តីមិនប្រមាទដោយការមិនធ្វេសប្រហែសញាតិញោមខំប្រឹងធ្វើទានរក្សាសិលចម្រើនភាវនាបំពេញនៅប្រយោជន៍បច្ចុប្បន្នប្រយោជន៍ទៅបរៈលោកឲ្យបានសម្រេចដោយសេចក្តីមិនប្រមាទព្រះសម្មាសម្ពុទ្ធបរមគ្រូរបស់យើងព្រះអង្គរំលត់ខណ្ឌបរិនិព្វាននៅក្នុងថ្ងៃអង្គារយាមអង្គារ15កើតខែពិសាខឆ្នាំម្សាញ់បញ្ញស័កនៅចន្លោះដើមសាលព្រឹកទាំងគូក្នុងនគរកុសិនារាក្នុងព្រះជន្មាយុ80ព្រះវស្សាគត់ណាចម្រើនពរសូមអនុមោទនាអនុមោទនាបុណ្យញាតិញោមប៉ុណ្ណឹងចុះចម្រើនពររយៈពេល1ម៉ោងណាពរសំដែង
អំពីពុទ្ធប្រវត្តិដោយសេចក្តីសង្ខេបអូប៉ុណ្ណឹងក៏មិនតាន់អស់ដែរវែងណាស់ញាតិញោមទេសមកយប់ទល់ភ្លឺណាប៉ុណ្ណឹងចុះវែងហើយប៉ុណ្ណឹងណាសូមជូនបុណ្យជូនកុសលសូមប្រគេនបុណ្យកុសលប្រករុណាព្រះថេរានុថេរៈគ្រប់ព្រះអង្គញោមញាតពុទ្ធបរិស័ទប្រុសស្រីដែលបានប្រារព្ធពិធីបុណ្យវិសាខបូជានៅក្នុងឆ្នាំកុលឆ្នាំកុលឯកស័កពុទ្ធសករាជ2562ចុងឆ្នាំហើយញាតិញោមចុងឆ្នាំហើយណានៅចុងឆ្នាំនេះណាសូមប្រកបដោយពុទ្ធពរទាំងឡាយគឺអាយុវណ្ណៈសុខៈពលៈបដិភាណៈហើយសូមឲ្យបានជាប់ជាឧបនិស្ស័យទៅប្រពុតជាន់ក្រោយទៀតមានព្រះសម្មាសម្ពុទ្ធព្រះនាមព្រះសិអាមេត្រីជាដើមសូមឲ្យញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាមានឧបនិស្ស័យបានស្ដាប់ធម៌ទេសនារបស់ព្រះអង្គហើយសូមឲ្យបានសម្រេចមគ្គផលតាមសមគួរដល់ឧបនិស្ស័យរៀងខ្លួនសូមអនុមោទនាអនុមោទនាបុណ្យការសម្ដែងព្រះធម៌ទេសនាក្នុងពិធីបុណ្យពិសាខបូជានៅក្នុងពុទ្ធសករាជ2562នេះក៏ល្មមសំតាមពេលវេលានឹងបញ្ចប់អេវ៉ាំងហើយមិនបាច់វេបច្ច័យទេញោមម្ចាស់បច្ច័យដែលបូជាព្រះធម៌បានប្រមាណខ្ញុំបកណាអាត្មាភាពសូមបងវ៉ែណាសូមបងវ៉ែឲ្យចូលទៅក្នុងពិធីបុណ្យវិសាខបូជានឹងទាំងអស់ស្រេចលើគណៈកម្មការចាត់ចែងនៅក្នុងពិធីបុណ្យដើម្បីជាប្រយោជន៍ជាបុណ្យកុសលដល់ញោមញាតពុទ្ធបរិស័ទទាំងអស់គ្នាសូមអនុមោទនាអនុមោទនាបុណ្យចម្រើន